ឃើញទេសភាពស្អាតអញ្ចឹងណាតិចច្រឡំថានៅស្រុកគេអីទៅអត់ខ្វះទេទាំងអស់គ្នាស្រុកខ្មែរយើងគឺមិនខ្វះតែម្ដងហើយនេះជាកូនឆ្នេរដ៏តូចមួយដែលមិនសូវមានអ្នកស្គាល់ប៉ុន្មានទេតែពិតជាមានទេសភាពនិងបរិយាកាសស្រស់ស្អាតមែនទែននេះគឺជាឆ្នេរដូងនៅខេត្តកំពតយើងនេះឯងអញ្ចឹងកុំឲ្យខាតពេលយូរតោះទៅទស្សនាវីដេអូពេញទាំងអស់គ្នាថ្ងៃនេះគោលដៅដំណើរកម្សាន្តរបស់យើងគឺចំនួន2ខេត្តគឺខេត្តកំពតនិងខេត្តកែបដោយយើងធ្វើដំណើរដោយការជិះម៉ូតូអញ្ចឹងយើងបានចាប់ផ្ដើមចេញដំណើរនៅម៉ោង6ព្រឹកខ្ញុំចេញពីតាខ្មៅឆ្ពោះមកកាន់ផ្លូវជាតិលេខ3អញ្ចឹងគោលដៅនិងទីតាំងសំខាន់របស់យើងសម្រាប់គេងនៅយប់នេះគឺនៅឆ្នេរដូងយើងបោះតង់នៅទីនោះសម្រាប់មួយយប់ហើយពេលថ្ងៃយើងនឹងធ្វើដំណើរទៅលេងនៅកន្លែងផ្សេងទៀតដូចជាបូកគោហើយនិងកែបបន្ទាប់ពីចំណាយពេលជិត1ម៉ោងយើងក៏បានមកដល់ត្រាំខ្នាហើយឥឡូវនេះគឺយើងចូលកន្លែងចាក់សាំងសិនដើម្បីបំពេញសាំងឲ្យម៉ូតូរបស់យើងអញ្ចឹងយើងកំពុងតែសម្លឹងរមើ ABA នៅម្ដុំនេះរមើ ABA ទៅម្ដុំផ្សារមួយនេះខ្ញុំអត់ស្គាល់ឈ្មោះទេប៉ុន្តែមើលផ្លាកគេដាក់ថាត្រាំខ្នាឥឡូវនេះយើងដល់ ABA អញ្ចឹងត្រូវដកលុយចាយខ្លះដាក់កប៉ាល់ខ្លះចឹងណាតែភាគច្រើនគឺយើងចាយនៅក្នុងកង់ទេប៉ុន្តែចាយដនក្រែងម៉ូតូខូចធ្លាយអីចឹងទៅពិបាកអញ្ចឹងត្រូវដកខ្លះការជិះម៉ូតូផ្លូវឆ្ងាយគឺយើងប្រយ័ត្នប្រយែងអ្នកទាំងអស់គ្នាត្រួតពិនិត្យមើលម៉ូតូយកឲ្យច្បាស់ហើយស្គូលុយខាងក្រៅខ្លះផងកុំដាក់តែក្នុងកង់ពេកព្រោះពិបាកពេលខ្លះទៅឆ្ងាយកន្លែងដែលអាចប្រើកង់បានតាមជនបទនៅកន្លែងខ្លះបងប្អូនគាត់មិនទាន់ប្រើទូលំទូលាយទេការជិះម៉ូតូផ្លូវឆ្ងាយដើរលេងតាមខេត្តនេះជាចំណង់ចំណូលចិត្តរបស់ខ្ញុំគឺចូលចិត្តខ្លាំងមែនតើអូខេអញ្ចឹងបន្តដំណើរទៅមុខទៀតដោយសារផ្លូវយើងនៅឆ្ងាយទៀតអ្នកគ្នាឥឡូវទៅដល់ត្រាំខ្នាហើយអត់បានមើល map ទេដឹងនៅប្រហែលគីឡូទៀតតែដឹងតែនៅឆ្ងាយហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតគឺរកកន្លែងហូបបាយហូបកាទៀវអីសិនព្រោះថ្ងៃដែរហើយតម្រុំតែដល់ខេត្តកំពតគឺឃ្លានហើយនៅតាមបណ្ដោយផ្លូវជាតិលេខ3នេះខ្ញុំខានជិះកាត់នឹងយូរហើយដូចជា2-3 ឆ្នាំហើយអ្នកគ្នាឥឡូវនេះគឺយើងឃើញថាស្ថានភាពផ្លូវគឺស្រួលជិះមែនតើដោយសារផ្លូវមានកណ្ដុះកណ្ដាលអញ្ចឹងមានទៅមានមកអញ្ចឹងគឺយើងស្រួលជិះមែនតើហើយគឺ smooth អ្នកគ្នា smooth ស្រួលជិះមែនតើហើយគោលដៅបន្ទាប់របស់យើងគឺទៅកន្លែងហូបអីសិនហូបកាទៀវហូបអីកន្លែងហូបបាយហូបកាទៀវសិនព្រោះតាំងពីព្រឹកមកតបានហូបអីទេពុះទៅទេតែម្ដងគោក្រោយហើយ
ចឹងឥឡូវតែជីសុទ្ធលឿនពេកអ្នកគ្នាហូសកាទៀវហូសបាយអស់ហើយផុតផ្សារអស់លេងដល់សល់កន្លែងនេះមួយនឹងមាននឹងអត់ចូលសាកសួរគាត់សិននេះសាច់ជ្រូកអត់សាច់ជ្រូកយ៉ាចេះសំណាងអសកាទៀវសាច់ជ្រូកអ្នកគ្នាដើម្បីប្រទេសក៏ពិតខ្ញុំទៅតែចាំបានកន្លែងនេះខ្ញុំធ្លាប់ចូលម្ដងដែរហើយកន្លែងហ្នឹងកន្លែងកាទៀវគាត់ហ្នឹងធ្លាប់ចូលម្ដងដែរហើយយូរហើយភ្លេចបាត់ហើយនេះវាហួសម៉ោងហើយវាសល់លេងឆ្ងាញ់កាទៀវសាបរីកអញ្ចឹងយើងចំណាយពេលហូបអីទ្របពោះសិនហើយអង្គុយលេងយកកម្លាំងប្រហែលជា20នាទីអីម៉ូតូត្រជាក់ម៉ាស៊ីនតិចយើងនឹងបន្តដំណើរទៅទៀតដោយសារយើងបញ្ញាប់ទៅឲ្យដល់គោលដៅសិនចាំយើងឆ្លៀតពេលហ្នឹងអាចដើរលេងក្បែរហ្នឹងសិនបានមុននឹងស្អែកឡើងយើងនឹងឡើងទៅបូកគោបន្តទៀតនេះជាគម្រោងរបស់ខ្ញុំទេប៉ុន្តែមិនដឹងថាស្ថានភាពវាយ៉ាងណាហើយrồiមិនដឹងថាបានទៅដល់បូកគោកែបទៀតឬអត់ឬយ៉ាងណាចាំមើលសិនហើយបើសិនជាបានទៅយើងនឹងដាក់នៅវីដេអូទី2តែម្ដងអូខេបងប្អូនឥឡូវទៅចេញដំណើរបន្តទៀតកុំនៅចំណាយពេលយូរពេកអញ្ចឹងយើងចេញពីកន្លែងហូបអីមកប្រហែលជាជិត1ម៉ោងតាគ្នាជិត1ម៉ោងឥឡូវយើងមកដល់ភ្នំកំពង់ត្រាចហើយការពិតណាយើងមានគោលដៅថាចូលមានបំណងថាចង់ចូលលេងកំពង់ត្រាចដែរប៉ុន្តែអត់សូវស្គាល់ប៉ុន្មានទេហើយខ្លាចថារកវាពិបាករកផ្លូវទៅកន្លែងលេងអញ្ចឹងយើងអត់ដឹងចាំស្រាវជ្រាវបន្តទៀតណាចាំមានឱកាសលើកក្រោយបានទៅលេងវាឥឡូវយើងមកដល់ក្រុងកំពតហើយអ្នកគ្នាមកដល់ក្រុងកំពតហើយទៅពឹងតែរកកន្លែងទៅកន្លែងសួននោះវែងផ្លូវអត់ស្គាល់ផ្លូវណាអ្នកគ្នាជិះលេលើពេញនឹងតាមគេតាមឯងហ្នឹងមើល ចឹងបន្ទាប់ពីការជិះឆ្វែលចុះឆ្វែលឡើងរកចុះរឡើងប្រហែលជា500 ត្រឡប់នៅក្នុងក្រុងយើងក៏បានមកដល់សួនហើយបានមកដល់មាត់ទន្លេសួនអីគឺមាត់ទន្លេយើងនឹងចុះសម្រាកនៅទីបន្តិចរកកាហ្វេរកអីហូបសិនឲ្យវាស្វាងចឹងដើរឈិលលេងនៅនឹងមកសន្ទុះចាំម៉ូតូតិចបន្តិចហើយយើងរៀងមានកម្លាំងបន្តិចយើងនឹងបន្តទៅមុខទៀតហើយណាមួយឆ្លៀតពេលស្វូគេដែរអត់ស្គាល់ទេការពិតនៅឆ្នេរដូងគឺខ្ញុំអត់ស្គាល់ទេមកនេះគឺមកព្រាវតែម្ដងអាង location
ហើយបើខ្ជិលមើល location សួរគេតែម្ដងសម្រាប់ថ្ងៃនេះផងដែរនៅក្រុងកំពតនៅមាត់ទន្លេនេះគឺមនុស្សច្រើនមែនទែនមើលឡានឡើងកកស្ទះពេញហ្នឹងតែម្ដងរកកន្លែងចតសឹងតែមិនបានអត់ដឹងថ្ងៃនេះថ្ងៃអីឬក៏ធម្មតាជារៀងរាល់ថ្ងៃគឺតែងតែអញ្ចឹងខ្ញុំអត់ដឹងដែរបើមានអ្នកដឹងជួយ comment ផងអញ្ចឹងយើងក៏បានដើរលេងនៅឈឺនៅទីនេះបន្តិចមើលទេសភាពមើលអីមកផ្លែតអញ្ចឹងទៅណាហើយនឹងយើងនឹងបន្តដំណើរទៅមុខទៀតឥឡូវកំពុងតែរកអានេះអត់សេះសមុទ្របាញ់ទឹកជីហួរដូចជាជីហួរបាត់ហើយហើយកន្លែងនេះខ្ញុំឡើងភ្ញាក់ព្រឺតតែម្ដងលឺសំឡេងទឿងស្មានតែអីណានីលការ៉ូហើយនីលកានេះឲ្យប៉ប៉ានចាំងពហិរតែម្ដងរោឡើងលន់ពេញទីក្រុងតែម្ដងឥឡូវនេះយើងរកឃើញហ្នឹងជីហួសក៏ពិតជីហួសមែនហ្នឹងអត់បានមើលចឹងដូចមានអារម្មណ៍ថា clean អត់នេះរកកាហ្វេហូបសិនខ្ញុំទម្លាប់ជិះម៉ូតូតែអត់បានកាហ្វេភ្នែកបើអត់រួចទេធ្លាក់ start បើបានកាហ្វេមួយទៅបានមានអារម្មណ៍ថាភ្លឺយ៉ាងចាយអញ្ចឹងណាអូខេអញ្ចឹងកាហ្វេរបស់យើងមានតម្លៃ$5000សាកកាហ្វេចិញ្ចើមផ្លូវនៅខេត្តកំពតម្ដងមើលតើមានរសជាតិយ៉ាងណាបាទខ្ញុំទៅសម្រាប់ណានោះហើយមិនភ្លេចទេយើងក៏ឆ្លៀតសួរផ្លូវគាត់ផងដែរអ្នកលក់កាហ្វេភ្លេចហ្គាសមកទៀតដឹងតែមិនទៅទិញហ្គាសណានេះអូខេអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីការចាយពេលប្រហែលជាជាងកន្លះម៉ោងគួយលំហែនៅទីនេះយើងក៏ចាប់ផ្ដើមបន្តទៅមុខទៀតដើម្បីឲ្យឆាប់ដល់គោលដៅដែរងាយស្រួលយើងរៀបចំបោះតង់បយឲ្យហើយអញ្ចឹងព្រោះណាមួយយើងក៏មិនស្គាល់ផ្លូវផងដែរបើយើងចំណាយពេលយូរទៀតខ្លាចរកមិនឃើញអូខេអ្នកនរគ្នាអញ្ចឹងជិះម៉ូតូទៅអ្នកនរគ្នាអញ្ចឹងបងអ្នកលក់កាហ្វេគាត់ប្រាប់ថាឲ្យយើងជិះតាមផ្លូវហ្នឹងទៅហើយស៊ីមាត់ទន្លេហ្នឹងដល់ពេលដល់ស្ពានចាស់យើងបត់ឆ្វេងយើងឡើងតាមស្ពានចាស់ហើយចុះពីស្ពានចាស់ទៅយើងបត់ឆ្វេងស៊ីតាមមាត់ទន្លេបន្តទៀតចំណាប់អារម្មណ៍របស់ខ្ញុំនៅក្រុងកំពតនេះគឺមានទេសភាពស្អាតហើយអ្វីដែលពិសេសនោះគឺភ្ញៀវអន្តរជាតិគឺសម្បូរខ្លាំងមែនទែនជនជាតិស្បែកសមិនដឹងថាគាត់ជាសាសអីខ្លះទេដូចជាប្រហែលជាបារាំងហើយនឹងមានអាមេរិកខ្លះដែរភាគច្រើនគឺបារាំងតែម្ដងខ្ញុំមិននឹកស្មានថានៅក្រុងកំពតនេះគឺសម្បូរភ្ញៀវអន្តរជាតិបែបនេះទេសម្បូរខ្លាំងមែនទែនអ្នកនរគ្នានៅតាមដងផ្លូវគឺយើងឧស្សាហ៍ឃើញមែនទែនបើសិនជាអ្នកទាំងអស់គ្នាមានកិច្ចការណាដែលអាចថាជិះឆ្លងកាត់ខេត្តកំពតណាកុំភ្លេចជាងចូលលេងកន្លែងហ្នឹងផងជិះមកជុំហ្នឹងទៅមិនចំណាយពេលយូរទេយើងនឹងបានឃើញទេសភាពស្អាតមែនទែនអូខេទាំងអស់គ្នាសម្លឹងមើលឃើញទៅមុខដូចជាចិត្តដល់ស្ពានចាស់ហើយយើងក៏ត្រូវបត់ចូលទៅតាមស្ពានចាស់មួយនេះទាំងអស់គ្នាបើសិនជាមានបំណងចង់ទៅឆ្នេរដូងអាចមើលវីដេអូនេះឲ្យជាក់លាក់បានខ្ញុំជិះទៅបញ្ជាក់ពីផ្លូវទាំងអស់គ្នាច្បាស់លាស់តែម្ដងអញ្ចឹងយើងបត់ចូលនៅក្នុងបត់ចូលទៅតាមស្ពានចាស់មួយនេះហើយស្ពានចាស់មួយនេះអ្នកនរគ្នាយើងជិះបានតែម៉ូតូទេសម្រាប់ឡានគឺគេលែងឲ្យដំណើរការហើយដោយសារវាចាស់ទ្រុឌទ្រោមហើយនៅមួយក៏វាតូចដែរមិនធំទេអ្នកនរពិបាកនឹងឆ្លងកាត់ជិះគ្នាដែរអញ្ចឹងគេអនុញ្ញាតឲ្យតែម៉ូតូជិះទេ
នៅពេលដែលយើងបានឆ្លងបត់ស្ពានចាស់មួយនេះយើងនឹងបត់មកឆ្វេងនៅគ្នាសេសៀម៉តតលេនេះសេសៀម៉តនឹងរហូតទៅប្រហែលជា1គីឡូទៅដល់មុខគឺមានស្ពានមួយទៀតយើងបត់ឆ្វេងទៀតហើយទៅត្រង់តែម្ដងវាមិនត្រង់ទេប៉ុន្តែផ្លូវហ្នឹងគឺមានតែមួយទេអ្នកនេះផ្លូវធំគឺលក្ខណៈផ្លូវធំគឺមានតែមួយទេយ៉ាងមានបត់ទៅណាទៅណីទៀតទេអញ្ចឹងមកដល់កន្លែងនេះខ្ញុំបញ្ជាក់អ្នកទាំងគ្នាម្ដងទៀតគឺយើងបត់ឆ្វេងនៅឆ្លងកាត់ទៅស្ពានបេតុងមួយនេះអូខេបន្ទាប់ពីចំណាយពេលជាង10នាទីយើងមកដល់ផ្លូវលំផ្លូវបេតុងចេញពីផ្លូវបេតុងមកដល់ផ្លូវលំមួយនេះយើងនឹងឃើញទេសភាពស្រែអំបិលដែលបងប្អូនប្រជាកសិករទាំងអស់គ្នាគឺគាត់ប្រមូលផលហើយវាក៏ប្លែកអារម្មណ៍ផងដែរសម្រាប់ខ្ញុំដោយសារភាគច្រើនយើងឃើញតែស្រែស្រូវតែនេះយើងឃើញស្រែអំបិលការពិតការផលិតអំបិលគឺគេធ្វើបែបនេះទេអ្នកខ្លះគឺគាត់អត់ដឹងសម្រាប់ខ្ញុំគឺខ្ញុំអត់ដែលដឹងទេការពិតការផលិតអំបិលគឺវិធីបែបបុរាណបែបនេះខ្ញុំស្មានតែមានវិធីអីផ្សេងអញ្ចឹងណាហើយវាក៏ជាទេសភាពមួយដ៏ស្អាតនិងប្លែកភ្នែកមែនទែនសម្រាប់ខ្ញុំការជិះម៉ូតូដើរលេងតាមខេត្តបែបនេះគឺតែងតែបានឃើញនៅរូបភាពនិងទេសភាពប្លែកវាធ្វើអារម្មណ៍ស្រស់ស្រាយមែនទែនខ្ញុំចូលចិត្តអញ្ចឹងឯងខ្ញុំចូលចិត្តជិះម៉ូតូដើរលេងតាមខេត្តដោយសារយើងនឹងបានឃើញទស្សនវិជ្ជានិងទស្សនីយភាពប្លែកដែលយើងមិនបានឃើញពីមុនមកទាំងអស់គ្នានេះគឺជាភ្នំដូងដែលយើងបានជិតដល់ហើយការពិតឆ្នេរនេះមិនមែនជាឈ្មោះឆ្នេរដូងអញ្ចឹងទេដោយសារតែឆ្នេរនឹងនៅក្បែរភ្នំដូងទើបយើងហៅថាឆ្នេរដូងហើយការពិតឆ្នេរមួយនេះក៏អត់មានឈ្មោះដែរដោយសារវាជារបស់ឯកជនទេរបស់ឯកជនតូចមួយតែប៉ុណ្ណោះឯងគ្រាន់តែថាដីរបស់គាត់នឹងគឺមានឆ្នេរស្អាតអញ្ចឹងណាហើយអញ្ចឹងក៏បើកទទួលភ្ញៀវទៅហើយយើងជិះវងភ្នំនឹងមកជុំតាមផ្លូវរកាក់រកប់បែបនេះយើងនឹងមកដល់ផ្ទះរបស់គាត់ហើយនេះគឺជាផ្ទះរបស់ម្ចាស់ដីគាត់នឹងសួរយើងផ្សេងអញ្ចឹងហើយគាត់នឹងនាំយើងទៅកន្លែងបោះតង់តែម្ដងកន្លែងនេះគាត់សួរយើងថាយើងមានតង់ខ្លួនឯងឬអត់ឬក៏គ្រាន់តែមកលេងមកកណាត់ថ្ងៃហើយទៅវិញឬក៏គេងប្រហែលយប់អីចឹងណា cho bên đất sàn này hả? Mua về à? Dùng nắng cái cọ mà tăng đấy. Mình cái cọ đây mà. Cọ buôn tăng hẹp tăng đấy, bên đằng Hà Nam đó.
cái cho nó có dùng này rồi trong rừng trong ấy bút hốt ra chút mình đấy bạn lúc một bọc tăng lên đó các bạn chẳng chứ không chăm chứ như lối kẹp con lắm nâng mà đây chứ bóng láng căng hơi bắt mà đấy ok thì ngọc này lời việc bàn mà đo là hai xem đầm lái nơi tênนี้คือสมัยบอตองกดยกยมมาหมื่นปรำบอตองมายุบนังยังตองคนไอ้เนี่ยให้กดก็มีตองจูได้แต่ยังแบบบานซัวดำลายกดเต้ดังตองมวยดำลายเป็นมันเต้ให้นี่ตัวนี้เต้สเปียบคือสะอาดเหมือนเต้นสมัยยังบอตองเยอะนะรีแลกมายุบปียุบไอ้ยังคือเอ็มกลางเหมือนเต้นนอมคะแนนมาใบบุญเนี่ยบุญปรำเนี่ยมาปานกันในจานกันแต่เราจุบจุ่มคะแนนยังไอ้nhómคือโซโล่เต้แต่ไอ้โหดhơi tức sápแต่ว่านี้phải chỉ ngon này nơi nắng mưa tới đôi mình miền tức sápรับra thì ở đây thì tại khi dân chi tranh từ cày tới mà plate nữa đây phải chỉ 100 mét 200 mét đó là bắt tục tức bao quát nơi chụp nơi trang té con nơi này có đi trong sầm ở dân pra chẳng hạn hay ở đây dân hiệp trong bao tông rồi còn lại như sầm sân lấy nhưng đã nữa ha cái đây em đông hồ cực ha về giúp vì mình chỉ bằng ha cái đấy tại về ngày dân ở nơi này thế dân miền cái lạnh đá lên dân ta tam nô kinh prey này các bài trường phun nắng miền cái cho miền prey để dân thở đá lên chứ ngọc này complete giòn rừng mà tròn kênh lên này cái bài một này phong bộ về ngày giờ mình thở phơi tê bờ ngọc này miền kia chẳng dân miền bị thi chụp chung kia chẳng sẽ nhóm soloแบบนี้ไอ้คือnhóm miền đền rừng kênh mưa tới sập hiệp chẳng tới về ngày miền ấy thở thưa thế dương cứ thập giúp dương nâng đại cho chập cái đam chập trời này mình đây giúp mình thì mà đăng thay cho mấy thế vì miền đôi chỉ miền chu nơi cái bài nâng mình đăng rồi co mình đăng thì hay mấy cứ ul abro plieng nó kia ro plieng ấy cứ plieng cu som đai là về bực về chực lứ về mong phải chia pram cả lá vì plieng mà sản túc đấy mình giúp mình man về lia sunset của ban một đòn cứ ngày lết đã băng tới chừng mũi nồng nung cứกระ hòm cho anh traiแบบนี้คือสะอาดคลางเป็นแตนអង្គុយស្ដាប់សំឡេងទឹកសមុទ្របណ្ដាលយកទៅចិត្តមានឯងយ៉ាងដែរnhìn thì mình ai thế nào nhé nơi này không đâu ngoài đây đây mình đã ai rồi đây giang này ta lời đến mong vậy là hết nơi cái này ní dùng smart này toàn ngắt thế này để sao miền bong cột khang để sát khang tụ cột để sát tràn mình té rồi mong rồi ấy hơi dương cái lấy từ khang nó dương mơ tới khơi tam nhung kết thạc cải prong cải lương mà chua nó thêm mà đâu rồi lưu xử lấy cái chạm ba chạy bên nó màu chẳng dương cây này mà dục nhưng mình cầm rong tha sái nâng lang tới bốc cố ai nâng tới bốc cố rồi có cái hay nâng nôm của bông trai này mình về dương tư vĩnh tới bố cô và hai chị dương ọt kênh thì dương ai đừng tự đã lên chiêu hay tổ lọc mau vĩnh cho kẹp cho lấy hua từ bình tại mà đồ ok từ cái này giúp nó cứ dương bên tập còn năng tế chăm chụp cái này nó bật sai nơi video bẩn to tiết dương bẩn to tầm nào từ cố nâng kẹp và to tiền ok bye bye nào nè cái này là mong còn qua cả lại lấy vì khai mũi cho khai pia nó mình plieng thì mình plieng u xóm đá mà chốt tông lại đó đó là cứ ngay đây mà cứ băng nông muôn rồi còn thả lời nó sao mấy plieng rồi phải chân biển sập chân này từ ra mồi băng nhá toàn khơi nhá mong qua cả lại
ចឹងអូខេអានេះយើងបន្តដំណើរទៅបូកគោមកតង់ទៀតអញ្ចឹងអ្នកទាំងអស់គ្នាក៏សូមជម្រាបលាទាំងអស់គ្នាត្រឹមនេះវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយវីដេអូបន្ទាប់យើងនឹងទៅបូកគោចេញពីនឹងទៅយើងនឹងទៅបូកគោតែម្ដង